សួស្តីបងប្អូនទាំងអស់គ្នានេះគឺជារបៀបនៅក្នុងការលក់Bitcoin ចូលទៅកាន់ website bitcoinexchanger.com បន្ទាប់ពីបងប្អូនបានចុះឈ្មោះរួចហើយគឺបងប្អូនចាំបាច់ត្រូវចូលទៅត្រង់កន្លែង account setting ហើយបងប្អូនមូលម៉ៅមកខាងក្រោមហើយត្រង់កន្លែង bank setting នេះគឺបងប្អូនអាចដាក់លេខគណនីលេខកុងធនាគាររបស់បងប្អូនបាទត្រង់កន្លែង bank name នេះបងប្អូនដាក់ឈ្មោះធនាគារដែលចង់ឲ្យផ្ញើទៅគឺ website គឺ accept ធនាគារ ABA ទេហើយនឹងមួយទៀតគឺWing បាទអញ្ចឹងបងប្អូនដាក់លេខគណនីរបស់បងប្អូនទៅអូខេអញ្ចឹងត្រង់កន្លែង Bitcoin Wallet នេះគឺចំហចោលអត់មានទេហើយបន្តមកទៀតគឺត្រង់ account Bitcoin Wallet នេះគឺសម្រាប់ទិញ Bitcoin បាទអញ្ចឹងនេះខ្ញុំធ្វើវីដេអូតាក់ទងជាមួយនឹងការលក់អញ្ចឹងបន្តមកទៀតគឺព័ត៌មានយើងពេញតែពីរហ្នឹងទេគឺតឈ្មោះធនាគារកន្លែងនេះអាចជាវិញហើយកន្លែងនេះអាចជាលេខទូរស័ព្ទរបស់យើងឬមកក៏លេខគណនីវិញបាទហើយបើសិនជាធនាគារគឺឈ្មោះធនាគារ ABA ហើយជាមួយនឹងលេខគណនីរបស់បងប្អូនគឺ ABA អូខេហើយបងប្អូនវាយ password ហើយចុចទៅលើពាក្យថា update bank អញ្ចឹងបងប្អូនឃើញ bank setting update successful អញ្ចឹងបងប្អូនអាចចូលទៅកាន់កន្លែង home ហើយបងប្អូនចុចទៅលើពាក្យថា sell អូខេអញ្ចឹងកន្លែងពាក្យថា sell បងប្អូនអាចលក់ជា Bitcoin បាទ0.5 Bitcoin អញ្ចឹងទៅវាស្មើនឹងចំនួនប៉ុណ្នេះដុល្លារអញ្ចឹងខាង website នឹងផ្ញើឲ្យបងប្អូនគឺចូលក្នុងកុង ABA បងប្អូនឬមកក៏វិញគឺចំនួនប៉ុណ្នេះដុល្លារវិញបាទហើយអញ្ចឹងបងប្អូនអាចចុចថា sell អូខេហើយបងប្អូនអាចផ្ញើ Bitcoin ដែលបងប្អូនចង់លក់ទៅកាន់ web អាស័យដ្ឋានមួយនេះអញ្ចឹងបងប្អូនត្រូវរងចាំរយៈពេលហើយណាក៏24ម៉ោងដែរអញ្ចឹងជាទូទៅអាចថាត្រឹមរយៈពេល1ម៉ោង2ម៉ោងអីហ្នឹងគឺអាចបានហើយប៉ុន្តែនេះគឺយើងនិយាយយ៉ាងយូរបំផុតគឺ24ម៉ោងបាទអញ្ចឹងមួយទៀតបងប្អូនបាទអាចវាយជាចំនួនទឹកលុយបាទចង់លក់100ចង់បានលុយ$100ចូលក្នុងកុងធនាគារបងប្អូនត្រូវផ្ញើ Bitcoin នេះគឺ 0.27 10 គត់បាទចូលមកកាន់អាស័យដ្ឋានដែលយើងចុចពាក្យថា sell ទៅបាទអញ្ចឹងផ្ញើមកកាន់អាស័យដ្ឋាននេះអូខេអញ្ចឹងនេះគឺជារបៀបងាយៗក្នុងការលក់Bitcoin ចូលក្នុង website Bitcoin Exchanger បាទសូមអរគុណបងប្អូនសូមជម្រាបលាបាទ